Hello ទាំងអស់គ្នាចង់និយាយអំពីរឿងចំនួនបន្តិច Gen Z Gen Alpha or Gen Y ប្រធានបទនេះខ្ញុំគិតថាវាអត់ថ្មីទេព្រោះតែខ្ញុំពេលទៅចែកទៅថាមួយរយៈហ្នឹងគឺគេដាក់បន្ទុកទៅឲ្យ Gen Z ហើយ Gen Z គាត់ feel like គាត់សម្ពាធសម្ពាធចេញពីគេហៅថា the old generations ទៅពេលដែលឲ្យតែគេនិយាយទៅថាបានគាត់ចិត្តលើកGen Z យកមកនិយាយម៉េចចង់ប្រាប់ទាំងអស់គ្នាថាចេះជាធម្មតាអ្នកដែលគេហៅថា the old generation គាត់ជឿ expect សម្រាប់អ្នកដែល next generation ដែរអញ្ចឹងព្រោះឥឡូវនេះអញ្ចឹងហើយបានចូលចិត្តនិយាយអំពីរឿង Gen Z ម៉េះដោយសារតែឥឡូវនេះសុខទេសវាមានការផ្លាស់ប្ដូរនិន្នាការយើងឥឡូវក៏វាមានការផ្លាស់ប្ដូរដូចគ្នាដែរហើយអ្វីដែលសំខាន់នោះទៅជាអភិវឌ្ឍទៅមុខវាប្រកបណាស់ដែលយើងត្រូវតែពឹងពាក់ all gens គេហៅថា all generations ត្រូវតែមក active ចង់និយាយអញ្ចឹងណាប៉ុន្តែនៅក្នុងនេះយើងមក focus on Gen Z because you are the next generations and you are in the digital digitalization industry revolution for ដែលទាំងអស់គ្នាគេហៅថាមានឱកាសច្រើនមែនតើនៅក្នុងការជួយអភិវឌ្ឍប្រទេសអីចឹងណាចាចឹងទាំងអស់គ្នាកុំគិតថាវាជាសម្ពាធទាំងអស់គ្នាត្រូវគិតថាវាគឺជាឱកាសសម្រាប់ទាំងអស់គ្នានៅក្នុងការដែលទាំងអស់គ្នាបញ្ចេញនៅសក្តានុពលរបស់ខ្លួនឯង unlocking your potential and also you can unlock your innovation idea as well អានេះគឺជា the best opportunity សម្រាប់ទាំងអស់គ្នាមែនតើនៅក្នុងការដែលទាំងអស់គ្នាអាចបង្ហាញពីសក្តានុពលរបស់ខ្លួនឯងណាភាពច្នៃប្រឌិតរបស់ខ្លួនឯងទៅទៀតហ្នឹងជារឿងសំខាន់ហ្មងអញ្ចឹងគេកំពុងតែសម្លឹងមើលទាំងអស់គ្នាអញ្ចឹងទាំងអស់គ្នាត្រូវចាត់ទុកវាជាវិជ្ជមានវិញហើយបង្ហាញនៅអ្វីដែលទាំងអស់គ្នាមានសម្រាប់ទៅការអភិវឌ្ឍចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិហើយតាមពិតមានយុវជនមួយចំនួនដែលយើងមើលឃើញបច្ចុប្បន្នហ្នឹងក្មេងៗច្រើនមែនតើដែលគាត់ប្រព្រឹត្តរឿងដែលមិនគួរប្រព្រឹត្តជាច្រើនដែលធ្វើឲ្យយើងប្រទេសជាតិរបស់យើងវាបាត់បង់នៅធនធានមនុស្សចឹងហើយបានជាយើង concentrate ឬក៏យើង focus on the next generations ហ្នឹងឲ្យគាត់ more effort ហើយនឹង hard working study hard working នៅក្នុងហ្នឹងដើម្បីខ្លាយទៅជាធនធានមនុស្សដែលមានគុណភាពសម្រាប់ជួយគ្រប់គ្រងប្រទេសជាតិទៀតចា៎អញ្ចឹងកុំ feel like សម្ពាធអីកុំ feel like សម្ពាធអីដូចពួកបងអញ្ចឹងនៅក្នុង Gen Y ក៏ពួកបងខឹងដូចគ្នាដែរនៅក្នុងការអភិវឌ្ឍប្រទេសជាតិមួយនេះអញ្ចឹង the next generation Gen Z ឬក៏ Gen Alpha so you have to be ready to join yeah to join in this situation and move forward ណាមួយទៀតដែលក្នុងនាមជា the old generation នៅក្នុង Gen Y នេះបងក៏ចង់ចែករំលែកទៅដល់អ្នកដែលគាត់ Gen Y មួយចំនួនហើយនិង Gen Z ឬក៏ Gen Alpha ដែរកុំmore គេហៅថា emotional ពេកអ្នកអរគ្នាត្រូវដឹងថា the old generation មុនយើងទៀតគឺគាត់ពិបាកខ្លាំងតែសួរថាគាត់អត់មានបញ្ហាផ្លូវចិត្តទេអ្នកខ្លះមានតែគាត់ចេះ control ខ្លួនឯងតែសម្រាប់ the next generation នៅលើនេះគឺសម្បូរអ្នកដែលគាត់មានបញ្ហាផ្លូវចិត្តចង់ទាំងអស់គ្នាមុននឹងទាំងអស់គ្នាមានបញ្ហាផ្លូវចិត្តទាំងអស់គ្នាត្រូវស្វែងយល់ស្ថានភាពរបស់ខ្លួនឯងឲ្យបានច្បាស់ហើយនឹងស្ថានភាពពុកម្ដាយរបស់យើងឲ្យបានច្បាស់ព្យាយាមរកវិធីសាស្ត្រនៅក្នុងការលើកទឹកចិត្តខ្លួនឯងវាចឹងណាកុំឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងដៃទឹកបាក់ទឹកចិត្តឬក៏លៃគេហៅថា depression ណោះកុំអីអាន depression ហ្នឹងទាំងអស់គ្នាត្រូវព្យាយាមស្គាល់ពីខ្លួនឯងឲ្យបានច្រើនហើយនឹងចិត្តវិធីសាស្ត្រនៅក្នុងការលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើនណាជំនាន់ពួកយើងគឺជាជំនាន់ដែលងាយស្រួលក្នុងសង្គមនេះណាព្រោះវាគឺជំនាន់ពុកម្ដាយយើងនៅក្នុងជំនាន់សង្គមមុនពិបាកស្អីហីគាត់មិនព្រម depression ផងទៅអស់នេះតែគិតចឹងណាចឹង move forward ណាកុំចា That's it for my video មកចង់និយាយច្រើន Bye bye